អ្នកផលិតមាតិកាមួយរូបត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំណែនាំក្រោយផលិតវីដេអូធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃខេត្តតាកែវ Content Creator ដែលហៅកាត់ថាអ្នកផលិតមាតិកាមួយរូបមានឈ្មោះថាបញ្ញាត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំណែនាំក្រោយពីផលិតមាតិកាមិនសមរម្យប្រឆាចក្រមសីលធម៌តាក់ទងនឹងខេត្តតាកែវដោយនៅក្នុងវីដេអូនោះបានដើរសួរសំណួរទៅកាន់យុវជនថាខេត្តណាសាហាវព្រៃផ្សៃខ្លាំងជាងគេដោយពួកគេឆ្លើយថាខេត្តតាកែវក្រោយឃើញបែបនេះអភិបាលខេត្តតាកែវក៏បានចាត់ការជាបន្ទាន់ទៅលើអ្នកផលិតមាតិការូបនេះដែលផលិតវីដេអូឡើងនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខេត្តតាកែវបណ្ដាលឲ្យមានការស្អប់ខ្ពើមនិងការរើសអើងជាខ្លាំងជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងព័ត៌មានអាដាមនេតភត្រាក៏បានបញ្ជាក់ផងដែរថាអ្នកផលិតមាតិកាម្នាក់ត្រូវបានក្រសួងព័ត៌មានហៅមកអប់រំណែនាំរួចមកហើយក្រោយពីផលិតមាតិកាមិនសមរម្យប្រឆាចក្រមសីលធម៌តាក់ទងនឹងខេត្តតាកែវដូច្នេះសូមអ្នកផលិតមាតិកាដទៃទៀតត្រូវតែប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ក្រោយពីបានធ្វើការអប់រំណែនាំរួចអ្នកផលិតមាតិកាឈ្មោះបញ្ញាក៏បានចេញវីដេអូសំទោសជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវចំពោះកំហុសឆ្គងរបស់ខ្លួនសង្ឃឹមថាមហាជននឹងយោគយល់អធ្យាស្រ័យផងដែរទោះបីបានសំទោសក៏ពិតមែនប៉ុន្តែក្នុងនាមជាអ្នកតាកែវលោកអឹមជីវ៉ាក៏មិនអស់ចិត្តចង់ឲ្យនគរបាលកោះហៅអ្នកផលិតមាតិកាបញ្ញាទៅបកស្រាយនៅឯស្នងការផងដែរជុំវិញរឿងរ៉ាវដែលបានចេញវីដេអូសំទោសនិងទទួលបានការអប់រំមកទល់ពេលនេះអ្នកផលិតមាតិកាបញ្ញានៅតែទទួលរងការរិះគន់មិនពេញចិត្តពីមហាជនក៏ដូចជាអ្នកនៅក្នុងសិល្បៈនៅឡើយចាក់ស្ដែងក្រឡេកមកមើល Facebook Page របស់លោកអឹមជីវ៉ានៅក្នុងនាមជាអ្នកសិល្បៈមកពីខេត្តតាកែវមួយរូបក៏បានបង្ហាញការមិនពេញចិត្តចំពោះអ្នកផលិតមាតិការូបនេះផងដែរនិងចង់ឲ្យស្នងការក៏ហៅអ្នកផលិតមាតិការូបនេះទៅបកស្រាយនៅឯស្នងការដ្ឋានខេត្តតាកែវដូចគ្នាក្នុងនោះលោកអឹមជីវ៉ាក៏បានបង្ហោះសាររៀបរាប់ថាបង្កើតមាតិកាចេញមកអត់ខួរគ្មានមេបាគ្រូអាចារ្យណាប្រដៅហើយនឹងអត់ថាឲ្យមានទោសអីហើយមានទោសពីបទអ្វីគឺមានទោសពីបទប្រមាថញុះញង់ឲ្យមានការរើសអើងស្អប់ខ្ពើមចិត្តសាសខ្លួនឯងពេលគេចាប់ដាក់គុកកុំថាគេអាក្រក់អាងអំណាចអាក្មេងពីលសូមឲ្យអាដាមវ័យសំណាងអភិបាលខេត្តតាកែវជួយហៅក្មេងនេះមកអប់រំផងពីបទមើលងាយប្រមាថញុះញង់រើសអើងចិត្តសាសខ្លួនឯងហើយតាមរយៈសារថ្មីមួយទៀតលោកក៏បានបង្ហោះថាសូមបងស្នងការនគរបាលខេត្តតាកែវក៏ហៅអាប្អូនមួយដែលបង្កើតមាតិកាអត់ខួរគ្មានម៉ែឲ្យប្រដៅមកបកស្រាយនៅស្នងការខេត្តតាកែវផងបើមិនចឹងទេខ្ញុំអ្នកតាកែវមិនអស់ចិត្តនោះទេក្នុងនោះផងដែរអាដាមវ័យសំណាងអភិបាលខេត្តតាកែវក៏បានលើកឡើងថាការផលិតមាតិកាបែបនេះគឺជាទង្វើមួយដែលខ្វះសីលធម៌និងវិជ្ជាជីវៈដែលធ្វើឲ្យមនុស្សមួយខេត្តត្រូវបានគេរើសអើងលោកក៏បានបន្ថែមថាលោកមិនអាចទទួលយកបាននោះទេនិងបានណែនាំឲ្យមន្ទីរព័ត៌មានខេត្តត្រូវតាមរកបុគ្គលនេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាក់ស្ដែងនៅវេលាម៉ោង 21:30 នាទីនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2025កម្លាំងជំនាញនគរបាលខេត្តតាកែវបានធ្វើការអប់រំឈ្មោះតែបញ្ញាភេទប្រុសអាយុ 20 ឆ្នាំដែលមានទីលំនៅស្រុកគិរីវង្សខេត្តតាកែវឲ្យសុំទោសនិងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពផលិតមាតិកាដែលធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខេត្តតាកែវតទៅទៀត